MC វុទ្ធាបង្ហាញការសោកស្ដាយនិងសូមអភ័យទោសជាសាធារណៈចំពោះស្ត្រីគ្រប់រូបនិងសាធារណជនចំពោះកំហុសឆ្គងដោយខ្វះការពិចារណាដែលធ្វើឲ្យប៉ះពាល់កិត្តិយសស្ត្រីនៅថ្ងៃទី4ខែមីនាឆ្នាំ2025ក្រុមការងារនៃក្រសួងព័ត៌មាននិងក្រសួងកិច្ចការនារីដឹកនាំដោយអាដាមណេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានសម្របសម្រួលនិងដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈនិងការប្រើប្រាស់ពាក្យសម្ដីលេបផាយបៀតបៀនលើស្ត្រីភេទរបស់ឈ្មោះជួបវុទ្ធាជាពិធីករកីឡាប្រដាល់ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ប្អូនស្រីឈឹមច័ន្ទមុនីរស្មីតាមរយៈវីដេអូដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមកាលពីថ្ងៃទី1មីនាឆ្នាំ2025ជាលទ្ធផលពិធីករឈ្មោះជួបវុទ្ធាហៅ MC វុទ្ធាបានបង្ហាញការសោកស្ដាយនិងសូមអភ័យទោសជាសាធារណៈចំពោះប្អូនស្រីឈឹមច័ន្ទមុនីរស្មីនិងស្ត្រីគ្រប់រូបព្រមទាំងសាធារណជនចំពោះកំហុសឆ្គងដោយខ្វះការពិចារណាទៅកាន់ស្ត្រីដែលធ្វើឲ្យប៉ះពាល់កិត្តិយសស្ត្រីសូមរំលឹកផងដែរថាពាក់ព័ន្ធទៅនឹងករណីនេះប្រជាពលរដ្ឋនិងអ្នកលេខបណ្ដាញសង្គមបានប្រតិកម្មទៅលើលោកជួបវុទ្ធាហៅ MC វុទ្ធាដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ស្ត្រីផងដែរ